សួស្តីអ្នកទាំងអស់គ្នាវិលត្រឡប់មកវិញហើយនៅក្នុងកម្មវិធី Scram Talk ជាដំបូងសូមបងប្អូនជួយ Subscribe Channel Admin ម្នាក់មួយផងណាសូមអរគុណទុកជាមុនរឿងក្តីរបស់យើងគឺជារឿងក្តីពិតកើតឡើងនៅក្នុងអគារស្នាក់នៅរបស់សិស្សនៅក្នុងប្រទេសចិននៅក្នុងឆ្នាំ1998និស្សិតស្រីចំនួន7នាក់បានធ្វើអត្តឃាតដោយលេបថ្នាំសម្ពុលសម្លាប់ខ្លួននៅក្នុងអគារស្នាក់នៅសិស្សដោយបន្ទប់និស្សិតស្នាក់នៅនោះមានគ្នា8នាក់ប៉ុន្តែអ្នកដែលស្លាប់មានតែ7នាក់ប៉ុណ្ណោះនឹងនៅរស់រានមានជីវិតតែម្នាក់គត់តើមានអ្វីកើតឡើងចំពោះនិស្សិតស្រីទាំង7នាក់នោះតោះស្ដាប់បន្ថែមទាំងអស់គ្នាអ្នករស់រានមានជីវិតតែម្នាក់នោះមានឈ្មោះថាសុនយ៉ាយុដោយនាងបានគេងជាមួយសាកសពពេញមួយយប់ដោយស្ងប់ស្ងាត់ហើយថែមទាំងបានញ៉ាំអាហារជាមួយសាកសពនិងចូលរៀននៅថ្ងៃបន្ទាប់ដោយធម្មតាយ៉ាងណាក៏ដោយនាងបានអះអាងដោយជឿជាក់ថាអ្នកទទួលខុសត្រូវការស្លាប់នេះគឺជាអ្នកផ្សេងមិនមែនជានាងអ្នកផ្ដើមគំនិតនោះឡើយនៅថ្ងៃទី22ខែធ្នូឆ្នាំ1998ដោយមានការរាយការណ៍ពីសាលាប៉ូលីសបានទៅអគារស្នាក់នៅរបស់សិស្សលេខ113ហើយបានរកឃើញសាកសពសិស្សចំនួន7នាក់ក្នុងចំណោម8នាក់បានស្លាប់ដូច្នេះអ្នកនៅរស់រានជីវិតមានតែម្នាក់គត់គឺសុនយ៉ាយុអ្វីដែលគួរឲ្យចម្លែកនោះនាងពុំបានមានភាពភ័យខ្លាចហើយធ្វើដោយធម្មតានៅពេលដែលនាងជួបនឹងប៉ូលីសហើយនាងនិយាយប្រាប់ប៉ូលីសថាឃាតករមិនមែនជានាងនោះទេគឺលាវសានហើយប៉ូលីសបានរកឃើញសម្បត្តិបណ្ដាំមុនស្លាប់របស់លាវសានដែលសរសេរដោយនាងផ្ទាល់ថាសុនយ៉ាយុនិយាយគឺជាការពិតដោយសារតែលាវសានបានបែកពីមិត្តប្រុសហើយនាងមានការឈឺចាប់ខ្លាំងរហូតដល់សម្រេចចិត្តបញ្ចប់ជីវិតតែអ្វីដែលកាន់តែសាហាវនោះទៅទៀតនាងបាននិយាយថាបើនាងស្លាប់តែម្នាក់ឯងវាដូចជាឯកាណាស់ខ្ញុំចង់ឲ្យមិត្ត2-3នាក់នៅក្នុងបន្ទប់ស្នាក់នេះស្លាប់កំដរខ្ញុំតើឯងអាចជួយខ្ញុំបានទេសុនយ៉ាយុបែរមិនបដិសេធថែមទាំងជួយទិញថ្នាំសម្លាប់សត្វល្អិតដែលមានជាតិពុលខ្លាំងឲ្យទៅលាវសានថែមទៀតនៅយប់កើតហេតុលាវសានបានចាក់ថ្នាំសម្លាប់សត្វល្អិតចូលទៅក្នុងកំសៀវទឹកហើយក៏ហកថាជាថ្នាំរបេងដែលម្ដាយផ្ញើមកពីស្រុកកំណើតដោយជាធម្មតាពួកគេតែងតែចែករំលែករបស់ញ៉ាំទៅវិញទៅមកជារឿយធម្មតាទៅហើយលាវសានបានផឹកមុនគេហើយក្មេងស្រីទាំង6នាក់ទៀតមិនមានការសង្ស័យឡើយហើយបានផឹកតាមក្រោយជាបន្តបន្ទាប់ពីថ្នាំជ្រាបចូលក្នុងខ្លួនរំពេចនោះធ្វើឲ្យពួកគេក្តៅត្រង់បំពង់កជាខ្លាំងតែសុនយ៉ាយុបានលួងលោមពួកគេថាថ្នាំរបេងគឺអញ្ចឹងហើយនឹងបានចាក់ទឹកក្តៅអូនឲ្យពួកគេផឹកជាតិថ្នាំជ្រាបពេញខ្លួនធ្វើឲ្យពួកគេបែកពពុះមាត់និងស្លាប់ម្ដងម្នាក់បានសម្រាប់
បន្ទាប់ពីអង្គុយមើលពួកគេស្លាប់សុនយ៉ាយុមិនបានទៅណានោះទេហើយថែមទាំងបានគេងលក់យ៉ាងស្កប់ស្កល់ជាមួយសាកសពទាំង7នាក់ថែមទៀតផងសុនយ៉ាយុត្រូវបានចាប់ខ្លួននិងត្រូវបានកាត់ទោសឲ្យជាប់គុកមួយជីវិតតែដោយការអនុវត្តទោសល្អនៅក្នុងពន្ធនាគារនិងនាងជាក្មេងស្រីក្រោមអាយុ18ឆ្នាំការកាត់បន្ថយទោសគឺមកត្រឹមតែ15ឆ្នាំនិងត្រូវចេញពីពន្ធនាគារនៅក្នុងឆ្នាំ2014